បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាតិចនីខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram នេះគឺជារបៀបផ្ញើសារមិនឲ្យឮសំឡេងក្នុងក្រុម Telegramបាទហើយដើម្បីយើងផ្ញើសារមិនឲ្យឮសំឡេងនៅក្នុងក្រុម Telegram តើយើងត្រូវធ្វើដូចម្ដេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយវីដេអូមួយនេះផងដែរគឺជាការបង្ហាញជូនទៅដល់បងដែលបានធ្វើការ comment នៅក្នុងវីដេអូ YouTube របស់ខ្ញុំបាទហើយខ្ញុំនឹងចូលទៅក្នុង YouTube ដើម្បីមើល comment របស់គាត់បាទខ្ញុំចូលទៅក្នុង YouTube នេះរួចហើយខ្ញុំចូលទៅកន្លែងរូប profile ខ្ញុំនៅខាងក្រោមនេះបាទគាត់បានធ្វើការ comment នៅក្នុងវីដេអូនេះគឺរបៀបបិទមុខងារផ្សេងៗក្នុងក្រុម Telegram បាទហើយខ្ញុំចូលទៅក្នុងវីដេអូនេះបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមធ្វើការ stop វីដេអូនេះបាទរួចហើយខ្ញុំចូលទៅកន្លែង comment នៅខាងក្រោមនេះបាទគាត់បានសាកសួរនៅខាងក្រោមបាទខ្ញុំសូមអស់ទៅរកកន្លែងគាត់ធ្វើការសាកសួរបាទគាត់បានសាកសួរនៅត្រង់នេះគឺគាត់សួរថាលោកគ្រូសូមរបៀបបង្កើតក្រុមក្នុងឆាតមានតែយើងម្នាក់ទើបផ្ញើបានទើបនិយាយបាននិងពេលផ្ញើកុំឲ្យឮសំឡេងរំខានដល់គេបាទហើយខ្ញុំនឹងលើកយកវីដេអូនេះដើម្បីបង្ហាញជូនដល់បងបាទហើយខ្ញុំឲ្យមេដៃគាត់មួយបាទរួចហើយខ្ញុំឲ្យរូបបេះដូងមួយទៀតបាទរួចហើយខ្ញុំចូលទៅក្នុងកម្មវិធី Telegram ដើម្បីធ្វើការបង្ហាញជូនខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram នេះបាទហើយដើម្បីយើងចង់ធ្វើការបង្កើតក្រុម Telegram គឺយើងចូលទៅកន្លែងសញ្ញាត្រី3នេះបាទហើយយើងចូលទៅកន្លែងពាក្យថា New Group នេះយើងចុចពាក្យថា New Group ហើយយើង add សមាជិកចូលទៅក្នុងក្រុមនោះម្នាក់ឬមួយក៏2នាក់3នាក់ឡើងទៅយើងរួចហើយដាក់ឈ្មោះក្រុមនិងយើងនឹងបាននៅក្រុម Telegram ថ្មីមួយបាទហើយការបង្កើតក្រុម Telegram នៅក្នុងទូរស័ព្ទប្រភេទ Android នេះគឺយើងអាចធ្វើការបង្កើតបានពីររបៀបគឺរបៀបទី1នេះហើយនិងរបៀបមួយទៀតបាទខ្ញុំសូមធ្វើការបង្ហាញដោយយើងចូលទៅកន្លែងរូបដូចជាខ្មៅដៃនេះបាទហើយយើងនៅកន្លែងខាងលើឃើញពាក្យថា New Group បាទយើងអាចធ្វើការបង្កើតនៅក្រុមត្រង់កន្លែងនេះបាទខ្ញុំសូមបង្កើតនៅកន្លែងនេះនេះគឺយើងធ្វើការបញ្ចូលនៅឈ្មោះសមាជិកនៅក្នុងក្រុមនេះម្នាក់បាទខ្ញុំសូមវាយកឈ្មោះគណនី Telegram របស់ខ្ញុំមួយទៀតបាទបាទនេះគឺគណនី Telegram របស់ខ្ញុំឈ្មោះថា La Technical នេះបាទខ្ញុំសូមធ្វើការចុចទៅលើឈ្មោះគណនីនេះបាទបន្ទាប់មកគឺយើងចុចសញ្ញាព្រួញទៅមុខបាទនៅកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការដាក់ឈ្មោះក្រុមបាទហើយខ្ញុំសូមដាក់ឈ្មោះថាក្រុមថ្មីបាទបន្ទាប់ពីខ្ញុំដាក់ចំណងជើងក្រុមខ្ញុំចុចសញ្ញា tick នេះបាទនេះគឺយើងបានធ្វើការបង្កើតក្រុមថ្មីមួយហើយបាទហើយគាត់បានសាកសួរបន្ថែមថានៅក្នុងក្រុម Telegram នោះគឺមានតែខ្លួនគាត់ជាម្ចាស់ក្រុមម្នាក់ប៉ុណ្ណោះដែលអាចធ្វើការសរសេរអក្សរឬមួយក៏និយាយជាសំឡេងបានបាទហើយដើម្បីយើងធ្វើការកំណត់នៅក្នុងក្រុមនោះគឺយើងចូលទៅកន្លែងរូប logo របស់ក្រុមបាទយើងចូលទៅខាងក្នុងហើយយើងចូលទៅកន្លែងរូបដូចជាខ្មៅដៃនៅក្នុងក្រុមនេះបាទរួចហើយយើងចូលទៅកន្លែងពាក្យថា permission នេះបាទហើយនៅកន្លែងពណ៌
ខៀវៗនេះគឺយើងធ្វើការបិទទាំងអស់បាទហើយខ្ញុំសូមធ្វើការបិទរួចហើយយើងចុចសញ្ញាធីកនៅខាងលើនេះបាទយើងចុចសញ្ញាធីកមួយទៀតបាទក្រោយពីយើងធ្វើការបិទនៅមុខងារនៅក្នុងកន្លែង permission នេះហើយគឺសមាជិកដែលនៅក្នុងក្រុមនេះគឺដូចជាក្រុមរបស់ខ្ញុំនេះឈ្មោះក្រុមថ្មីនេះសមាជិកឈ្មោះថា Technical នេះមិនអាចធ្វើការសរសេរអក្សរឬមួយ voice សំឡេងចូលទៅក្នុងក្រុមនេះបានទេបាទហើយខ្ញុំសូមធ្វើការបង្ហាញបាទខ្ញុំសូមចេញមកខាងក្រៅបាទខ្ញុំចេញមកខាងក្រៅទៀតរួចហើយខ្ញុំចូលទៅកន្លែងសញ្ញាត្រី3នេះបាទខ្ញុំចូលមកនៅក្នុងគណនី Telegram របស់ខ្ញុំឈ្មោះថា Technical បាទនេះគឺជាក្រុមថ្មីដែលខ្ញុំបានធ្វើការបង្កើតអំបញ្ញមិញបាទខ្ញុំសូមចូលទៅខាងក្នុងនេះនៅខាងក្រោមគឺឃើញតែកន្លែងពាក្យថា sending message is not allowed in this group បានន័យថាយើងជាសមាជិកនៅក្នុងក្រុមនេះមិនអាចធ្វើការសរសេរជាអក្សរឬមួយក៏និយាយជាសំឡេងចូលទៅក្នុងក្រុមនេះបានទេបាទហើយនៅក្នុងចំណុចមួយទៀតគាត់បានសួរថាពេលដែលគាត់ចង់ធ្វើការផ្ញើជាសារនៅក្នុងក្រុម Telegram នេះគឺមិនឲ្យឮសំឡេងទៅដល់សមាជិកដែលនៅក្នុងក្រុមនោះបាទហើយខ្ញុំសូមបង្ហាញនៅចំណុចនេះមួយទៀតបាទខ្ញុំសូមចេញមកខាងក្រៅវិញរួចហើយខ្ញុំចូលទៅកន្លែងសញ្ញាត្រី3នេះដើម្បីចូលមកគណនី Telegram របស់ខ្ញុំឈ្មោះថាអ៊ុតឡាក់ខាងលើនេះបាទរួចហើយខ្ញុំចូលមកនៅក្នុងក្រុមនេះគឺក្រុមថ្មីនេះបាទហើយដើម្បីយើងចង់ធ្វើការផ្ញើជាសារអក្សរឬមួយក៏រូបភាពឬមួយក៏ជា voice ជាសំឡេងនៅក្នុងក្រុម Telegram នេះដើម្បីកុំឲ្យឮទៅដល់សមាជិកបាទហើយខ្ញុំសូមធ្វើការបង្ហាញនៅកន្លែង voice ជាសំឡេងនេះបាទដល់ខ្ញុំចុចនៅកន្លែង voice សំឡេងនេះបាទសូមជម្រាបសួរបាទរួចហើយខ្ញុំសូមធ្វើការអុសឡើងខាងលើមកកន្លែងរូបសោនេះរួចហើយខ្ញុំចុចសញ្ញាស្មើនេះឲ្យចេញសញ្ញា stop បាទនេះគឺយើងនឹងឃើញនៅ voice សំឡេងរបស់យើងដែលយើងធ្វើការផ្ញើអំបញ្ញមិញនេះបាទប៉ុន្តែយើងមិនទាន់ធ្វើការផ្ញើចេញទេគឺនៅក្នុងក្រុម Telegram របស់យើងគឺយើងចង់ផ្ញើទៅកុំឲ្យឮសំឡេងគឺយើងគ្រាន់តែសង្កត់នៅកន្លែងសញ្ញាផ្ញើនេះឲ្យយូរបន្តិចបាទគឺនឹងលោតទាំងសារពីរនេះសម្រាប់ឲ្យយើងធ្វើការកំណត់ទី1គឺ schedule message គឺបានន័យថាយើងកំណត់ពេលវេលាណាមួយដើម្បីធ្វើការផ្ញើនៅសារខាងលើនេះចូលទៅក្នុងក្រុមនេះដើម្បីឲ្យសមាជិកគាត់បានឃើញនៅសារនេះបាទហើយចំណុចដែលបងធ្វើការសាកសួរគឺចំណុចខាងក្រោមនេះគឺ send without sound នេះបាទគឺយើងគ្រាន់តែចុចនៅពាក្យថា send without sound ទៅគឺពេលដែលយើងធ្វើការផ្ញើនៅសារសំឡេងនេះចូលទៅក្នុងក្រុម Telegram គឺសមាជិកដែលនៅក្នុងក្រុមនោះគាត់មិនបានឮសំឡេងសារនេះទេបាទហើយខ្ញុំសូមធ្វើការចុចនៅកន្លែងពាក្យថា send without sound នេះបាទនេះគឺយើងធ្វើការផ្ញើចូលទៅក្នុងក្រុម Telegram នេះដោយមិនមានឮសំឡេងអ្វីទេបាទហើយប្រសិនជាបងឬមួយក៏លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាមានក្រុម Telegram ហើយយើងចង់ធ្វើការបិទនៅមុខងារផ្សេងដើម្បីកុំឲ្យសមាជិកគាត់ធ្វើការផ្ញើនៅសារឬមួយក៏និយាយជាសំឡេងគឺអាចអនុវត្តនៅក្នុងចំណុចទី1បាទហើយចំណុចទី2ដែលខ្ញុំបានធ្វើការបង្ហាញគឺយើងអាចធ្វើការផ្ញើនៅសំឡេងរបស់យើងចូលទៅក្នុងក្រុមនោះគឺមិនឲ្យឮសំឡេងដែលជាការរំខានទៅដល់សមាជិកដែលគាត់នៅក្នុងក្រុមនោះបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីរបៀបផ្ញើសារមិនឲ្យឮសំឡេងក្នុងក្រុម Telegram បាទហើយប្រសិនជាបងហើយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមបងធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំបាទនឹងឆ្លើយជូនដល់បងបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលសម្រាប់លើកយកមកបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់
បាទសូមអរគុណហើយនឹងសូមជម្រាបលា